bài cần anh ấy bài cầm ra hả? Ôi em trai lắm. Ra đi. ថ្ងៃនេះគឺថាដឹងតែឆ្ងាញ់មាត់ទេហើយបងប្អូនទាំងគ្នាគឺយើងមានជាមួយនឹងបង្គាឆៅហើយនឹងបកងឆៅបងប្អូនទាំងគ្នាបាទហើយបកងឆៅគឺខ្ញុំហូបជាលើកទី1ហើយបងប្អូនទាំងគ្នាបាទបើនិយាយពីរសជាតិវិញបងប្អូនគឺឆ្ងាញ់មែនទែនគឺខ្ញុំអត់ដែលហូបសោះតែទៅពេលហូបទៅនិយាយទៅគឺឆ្ងាញ់បង្គាក៏ឆ្ងាញ់បកងក៏ឆ្ងាញ់អ្នកទាំងគ្នាសម្រាប់ថ្ងៃនេះដែរគឺអត់មានកម្មវិធីអីទេគ្រាន់តែថាយើងជួបជុំគ្នាអញ្ចឹងណាបាទដោយសារតែក្រុមពួកខ្ញុំគឺខានជួបជុំគ្នាយូរហើយអញ្ចឹងដែរបង admin សម្រាប់ថាយើងរៃលុយកូនក្រុមម្នាក់$10ដើម្បីទិញគ្រឿងសមុទ្រហូបជុំគ្នាអញ្ចឹងណាបាទហើយយើងមិនមានតែគ្រឿងសមុទ្រទេបាទមានមាន់មានអីទៀតអញ្ចឹងណាអ្នកទាំងគ្នាបាទហើយគាត់មាន់ហ្នឹងគឺ5អ្នកទាំងគ្នាបាទមានព្រុយត្រីមានអីទៀតអ្នកទាំងគ្នាមានងាវមានអីមឹកគីបកងអីហ្នឹងគឺថាមានហើយអ្នកគ្នាបាទអត់មានតែ oyster ទេបាទក្តាមមឹកអីហ្នឹងថាមានទាំងអស់តែម្ដងអ្នកទាំងគ្នាបាទថ្ងៃហ្នឹងគឺថាហូបមួយឆ្អែតមកតឹងពោះតែម្ដងដោយសារតែរៀងសម្បូរដែរអញ្ចឹងណាបងដល់គ្នាមកហើយmẹ này chín mắt này.ឃើញតែបានហូបអីឆ្ងាញ់ហើយថតវីដេអូហ្នឹងដល់គ្នាបាទកុំច្រឡំថាចេញមកអួតបានអីដែលឆ្ងាញ់ហើយថតអួតគេបងប្អូនហើយបាទមិនមែនទេដោយសារតែក្រុមពួកខ្ញុំគឺធម្មតាគឺជាអ្នកដែលធ្វើវីដេអូទាំងអស់អញ្ចឹងរាល់សកម្មភាពរាល់តែធ្វើអីទាំងអស់គឺយើងថតគ្រប់គ្នាតែម្ដងបងប្អូនហើយបាទសម្បីតែការហូបបាយអីហូបជុំគ្នាអីទៅណាមកនេះគឺយើងថតវីដេអូគ្រប់តែម្ដងអ្នកទាំងគ្នាបាទគឺអត់ដែលខានទេគឺថតជាប្រចាំថ្ងៃហើយថតគ្រប់សកម្មភាពទាំងអស់តែម្ដងដោយសារតែក្រុមពួកខ្ញុំគឺអត់សូវដែលបានជួបជុំគ្នាដូចមុនទេបើកាលមុនទៅគឺរៀងមានការជួបជុំរៀងច្រើនដែរអញ្ចឹងណាបាទប៉ុន្តែនេះគឺថាខានជាង1ឆ្នាំហើយគឺអញ្ចឹងហើយគឺយើងមកចង់ជួបជុំគ្នាម្ដងអញ្ចឹងណាត្រាយលំរានេះគឺច្បាស់នឹងស្រែក ហើយម្នាក់បានឃើញម្ហូបច្រើននិយាយថាសប្បាយអរណាស់បងប្អូនហើយបាទសំខាន់គឺបានជួបជុំគ្នានឹងតែម្ដងដោយសារតែយើងខានជួបជុំគ្នាយូរអញ្ចឹងណាហើយសំខាន់នេះងាវអ្នកទាំងគ្នាបាទងាវរបស់យើងក៏ឆ្ងាញ់ដែរអ្នកទាំងគ្នាបាទហើយនៅក្នុងចានហ្នឹងគឺថារៀងកក្រិចបន្តិចតែហ្នឹងមិនមែនចានអត់លៀងទេដោយសារតែយើងដាក់បកាហើយខួបកាបកងអញ្ចឹងណាអញ្ចឹងគឺថាមើលទៅរៀងអាចនឹងកក្រិចបន្តិចអត់សូវតំណងមកដល់គ្នាបាទដោយសារតែយើងនៅស្រុកស្រែបងប្អូនហើយបាទហើយណាមួយទេដែលយើងហូបជុំគ្នាហ្នឹងគឺថាមេឃកំពុងតែភ្លៀងទេបងប្អូនហើយបាទអញ្ចឹងគឺថារៀងបបាក់បបែកពេញហ្នឹងហើយបាទហើយសំខាន់នេះបងប្អូនហើយបាទនេះបកាព្រុយត្រីនេះគឺថាអាំងឆ្អិនរួចរាល់ថាមានតិចទៀតបងប្អូនហើយនឹងអែមប៉ុណ្ណាទេសំខាន់គឺថាមេឃហ្នឹងកំពុងរលឹមតែម្ដងបងប្អូនគឺថាត្រូវម៉ាច់តែម្ដងអញ្ចឹងណាចាយ៉ានេះអ្នកអាំងនេះគឺថារៀងបានហូបច្រើនជាងគេបន្តិចដោយសារតែអង្គុយនៅលើចង្ក្រានហើយនេះឆ្អិនមួយណាយើងហូបមួយនឹងអញ្ចឹងណាបាទបើអ្នកអង្គុយឆាយមិនសូវបានហូបទេបាទអ្នកអង្គុយចិត្តហ្នឹងបាទនេះគឺថាឲ្យតែឆ្អិនដល់យកហូបហើយនៅក្នុងវីដេអូនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាជាមួយនឹង collagen អត់ស្កររបស់ Maybella សម្រាប់បងប្អូនដែលចង់បានស្បែកសភ្លឺថ្លាចេញពីខាងក្នុងបងប្អូនអាចមកប្រើជាមួយនឹង collagen អត់ស្កររបស់ Maybella បានសម្រាប់ការប្រើប្រាស់ collagen គឺវាជួយស្បែករបស់យើងសភ្លឺថ្លាចេញពីខាងក្នុងជំនួយកញ្ចក់ហើយនឹងសក់អ្នកទាំងគ្នាវាធ្វើឲ្យស្បែករបស់យើងតឹងណែនកាត់បន្ថយភាពជ្រីជ្រួញជាពិសេសគឺថាស្បែកយានឹងតែម្ដងបងប្អូនបាទធ្វើឲ្យស្បែកតឹងណែនស្អាតម៉ត់តែម្ដងអ្នកទាំងគ្នាសម្រាប់បងស្រីក៏អាចប្រើបានដូចគ្នាជួយឲ្យរដូវមកទៀងកាត់បន្ថយការឡើងមុនជាពិសេសគឺធ្វើឲ្យយើងគេងលក់ស្រួលតែម្ដងវាជួយបណ្ដុះកោសិកាថ្មីដែលជួយឲ្យស្បែករបស់យើងសភ្លឺថ្លាចេញពីខាងក្នុងបងប្អូនបាទអញ្ចឹងសម្រាប់អ្នកទាំងគ្នាដែលចង់បាន collagen អត់ស្កររបស់ Maybella គឺអាចឆាតទៅពេកម្ចាស់ brand ដែលខ្ញុំ mention ឈ្មោះគាត់នៅលើចំណងជើងនេះបាន